នៅក្នុងខេត្តបន្ទាយមានជ័យតែមួយមានពលរដ្ឋខ្មែរសរុបជាង2000គ្រួសារនៅក្នុងភូមិចំនួន11ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញដោយសារតែទ័ពថៃបានឡោមព័ទ្ធទីតាំងមួយចំនួនដោយប្រើទូកុងតឺន័រនិងលួសបន្លាប្រែក្លាយសហគមន៍នានាទៅជាតំបន់បិទគប់នេះបើយោងទៅតាមតួលេខពីមន្ត្រីមូលដ្ឋានលោកទូចសីហាអភិបាលរងស្រុកអូជ្រៅបានប្រាប់ News Today នៅថ្ងៃទី20ខែមករាឆ្នាំ2026ថាស្ថានភាពគឺធ្ងន់ធ្ងរបំផុតនៅក្នុងភូមិជោគជ័យដោយមានគ្រួសារចំនួន808មិនអាចវិលទៅផ្ទះរបស់ពួកគេវិញបាននៅឡើយបន្ទាប់ពីកងកម្លាំងថៃបានឡោមព័ទ្ធតំបន់នោះទាំងស្រុងបិទគប់ច្រកចេញចូលដោយទូកុងតឺន័រនិងបន្លាស់លួសលោកបានឲ្យដឹងបន្ថែមថាភូមិព្រៃច័ន្ទដែលនៅជាប់ភូមិជោគជ័យមានគ្រួសារចំនួន303រងផលប៉ះពាល់ដោយប្រហែលពាក់កណ្ដាលនៃភូមិត្រូវបានរារាំងដោយកងទ័ពថៃខណៈដែលពាក់កណ្ដាលទៀតនៃប្រជាជនដែលមានផ្ទះនៅជិតតំបន់ដែលមានព័ទ្ធលួសបន្លាជុំវិញនៅភ័យខ្លាចមិនទាន់ហ៊ានត្រឡប់ទៅភូមិឋានវិញនៅឡើយនៅក្នុងឃុំគោករមៀតនៃតំបន់បឹងត្រកួននៅស្រុកថ្មពួកឯនោះវិញលោកមេឃុំណៃពៅបានប្រាប់ News Today ថាភូមិចំនួន9បានរងផលប៉ះពាល់ដោយការឈ្លានពានរបស់យោធាថៃក្នុងនោះមានភូមិចំនួន4ដែលត្រូវបានឡោមព័ទ្ធទាំងស្រុងលោកបញ្ជាក់ថាគ្រួសារខ្មែរសរុបចំនួន948នៅក្នុងឃុំរបស់លោកមិនអាចវិលទៅផ្ទះសម្បែងវិញបាននៅឡើយទេតំបន់ដែលត្រូវបានបិទគប់ទាំងនេះស្ថិតនៅក្នុងចំណោមទីតាំងចំនួន14ដែលក្រសួងការបរទេសកម្ពុជានិយាយថាត្រូវបានថៃឈ្លានពានកាន់កាប់ខុសច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីនៅក្នុងអំឡុងនឹងក្រោយសង្គ្រាមព្រំដែនរយៈពេល21ថ្ងៃដែលបានបញ្ចប់ទៅនៅថ្ងៃទី28ខែធ្នូឆ្នាំ2025លោកប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានប្រាប់សារព័ត៌មានជប៉ុន Nikkei Asia ថាទីតាំងដែលត្រូវបានដណ្ដើមយកជាង10កន្លែងមានប្រវែងជិត2គីឡូម៉ែត្រដោយលោកហៅទង្វើនេះថាជាការឈ្លានពានដ៏ធំបំផុតរបស់យោធាថៃចូលទៅក្នុងទឹកដីរបស់កម្ពុជារដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការពិសេសមួយដើម្បីដោះស្រាយផលប៉ះពាល់ពីការវាយប្រហាររបស់ថៃហើយមន្ត្រីបាននិយាយថាក្រមបច្ចេកទេសកំពុងបន្តវិយតម្លៃនិងរៀបចំដំណោះស្រាយ